គឺសួរក៏ដូចជាសួស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel KGK Game Survival ហើយនៅឡើយខ្ញុំមកបន្តជួបនឹង Survival Crash 2របស់យើងទៀតនៅអេពីសូតទី2អូខេហើយនៅអេពីសូតនេះគឺថាយើងត្រូវធ្វើការកាប់ឈើក៏ដូចជាដារស័ព្ទព្រោះយើងមានក្របព្រួយ2ក្របដែរដែលបានវិភ្នូកាលពីអេពីសូតមុនហើយអេពីសូតនេះគឺយើងដើរបាញ់សัตว์រកស្បៀងអញ្ចឹងអ្នកនរគ្នាអូខេឥឡូវគឺថាមេគឺបានភ្លឺហើយខ្ញុំបានដុតខ្ជុំចំនួន2ដុំណាហើយយើងត្រូវរកឈើបន្ថែមដើម្បីដុតខ្ជុំឥឡូវយើងធ្វើការនេះសិនក្រាស់ជាមួយនឹងហឹបមួយសិនដើម្បីទុកដាក់ឲ្យវាយអាវ៉ាន់របស់យើងកុំឲ្យវាពេញអញ្ចឹងណាអូខេឥឡូវខ្ញុំចេញទៅក្រៅតិចសិនព្រោះយើងលើសលេងសัตว์ជែកចាយស្បាមកដើររមើលសัตว์តិចសិនហើយលើសលេងសัตว์ទៅសัตว์វាហៅខ្ពស់ខ្ពស់ពេកនឹងម្ដុំខ្ញុំនឹងរសារដើមឈើវាខ្ពស់ហ៎ដល់អញ្ចឹងទៅអត់មានសัตว์ទៀតទេយ៉ានឹងមកមិនជាពួកកាច់ជ្រងឯងអូខេពួកកាច់ជ្រងទៅច្រើនណាស់ជំនាញផ្ទះយើងហើយយើងអត់តន់ធ្វើអីវាទេហើយហ្គេមនេះគឺវាមានពេលតិចដែរទាំងអស់នេះគឺខែតិចអញ្ចឹងវាអាចនឹងវេទនាពោះយើងណាតែអេពីសូតនេះខ្ញុំមិនតន់ទៅរករ៉ែរអីទេគឺខ្ញុំដើររកសัตว์ក៏ដូចជាកាប់ឈើច្រើនដើម្បីធ្វើខ្ជុំសិនព្រោះយើងត្រូវការថតចុះខែវអញ្ចឹងប្រហែលជាអេពីសូតក្រោយមកខ្ញុំចុះខែវឥឡូវខ្ញុំដើរមករកមើលសัตว์សិនតែរកអត់ឃើញវាដូចជាអត់មាននៅម្លឹកហ្នឹងមានតែសัตว์តិចតួចអាសត្វហ្នឹងអត់មានសាច់ហ្នឹងហើយខ្ញុំដើរជំវិញនឹងរៀងឆ្ងាយគួរសមដែរតែវាអត់ឃើញពពួកសត្វស្លាប់ខ្ញុំត្រូវការសត្វស្លាប់បាញ់វាដើម្បីយកគ្រាប់ព្រួយហើយយករួមវាធ្វើគ្រាប់ព្រួយព្រោះយើងមានតែ2គ្រាប់ទេអញ្ចឹងវាជាទុនសម្រាប់យើងរកសាច់ស្លាប់វាស្រួលដែរអត់ប្រវត្តិទេអូខេបន្ទាប់ពីខ្ញុំបានធ្វើការដើររកសត្វអត់ទាន់ឃើញមួយទេអញ្ចឹងខ្ញុំមកកាប់ឈើសិនយើងសល់អាយុនឹងប្រហែលសុពលភាពរៀងគួរសមណាស់អញ្ចឹងយើងមកកាប់ឈើសិនដើម្បីទុកធ្វើថតយើងយកទៅដុតវាចិញ្ចៀសជូនដើម្បីធ្វើថតអញ្ចឹងបងប្អូនគ្នាខាងខ្ញុំកាប់ឈើតិចសិនបន្ទាប់ពីកាប់ឈើហើយខ្ញុំក៏បានដើរមកចិត្តផ្ទះខ្ញុំក៏ថាឃើញសត្វជាច្រើននៅលើអញ្ចឹងខ្ញុំធ្វើការបាញ់តែម្ដងទៅដាក់មកគ្រាប់ប៉ាំងខ្ពោកគឺថាទឹកដៃនៅដដែលអូខេច្បាស់មែនតើហើយឃើញសត្វមួយទៀតនៅក្រោមនេះយើងធ្វើការយកគ្រាប់ដាក់សិនហើយបាញ់វាសិនហើយបាញ់មកគ្រាប់នេះប៉ាំងគឺថាបាត់គ្រាប់ព្រួយមកទាំងអស់គ្នានឹងជីវិតណាខ្ញុំវាយលឹកឈើក៏វាមិនឃើញជ្រុះគ្រាប់ព្រួយអញ្ចឹងគ្រាប់យើងសតមកគ្រាប់ទៅក៏ប៉ុន្តែយើងបានឡាបសัตว์អញ្ចឹងយើងអាចធ្វើគ្រាប់ព្រួយបន្តទៀតទុកបាញ់បានអត់អីទេអូខេហើយអាសត្វមួយទៀតដូចជានៅខាងលើបាញ់នេះធ្លាក់មកទើនៅលើកន្លែងនោះអូខេឥឡូវធ្លាក់មកហើយយើងបានឡាបចំនួន2ដែរអូខេអញ្ចឹងវាគួរសមដែរហើយនេះខ្ញុំនិយាយបាញ់មួយទៀតតែខុសដៃបាញ់ទៅនៅគៀនឯណានោះវិញទឹកដៃហើយបន្ទាប់ពីនោះខ្ញុំបានចូលមកក្នុងផ្ទះដើម្បីធ្វើការដុតយកខ្ជុំបន្ថែមការពារយើងធ្វើការថតជាច្រើនដើម្បីចូលខែវព្រោះធ្វើការរ៉ែតែការអីដើម្បីប្រើប្រាស់អញ្ចឹងណាហើយខ្ញុំមកក្រាស់ជាមួយនឹងក្របព្រួយហើយក្រាស់បែបនេះបាន8គ្រាប់ដែរយើងដាក់អាប្រភេទថ្មភក់ចូលទៅគឺវាឈឺជាងអាយើងក្រាស់គ្រាប់ធម្មតាហើយខ្ញុំយកអីវ៉ាន់ខ្លះទុកតែយើងដាក់នៅពេញខ្លួនnhưពេលអាកាសដែរអូខេឥឡូវខ្ញុំចេញទៅក្រៅដើររកអីបន្ថែមទៀតសិននេះច្រឡំវាយដាក់ចូលហ្នឹងអូខេហើយអានេះគប់ខ្ញុំកាប់បានកាលពីអេពីសូតទី1អញ្ចឹងខ្ញុំយកវាមកដាក់រៀបនៅជុំវិញកន្លែងខ្ញុំនៅសិនមកអានេះវាមិនជាផ្ទះទេវារបៀបហៅថាស្អីទេព្រោះយើងនៅក្នុងដីអញ្ចឹងអូខេខ្ញុំដាក់ពហិវានៅនឹងមកការពារពពួកសัตว์វាហ៊ានមកចិត្តតែវាមកចិត្តវាមុតអញ្ចឹងវាហ៊ានមកចិត្តយើងឯងអូខេដាក់បែបហ្នឹងមកគឺវាការពារយើងបានមកគួរសមដែរហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានដើរចេញមកខាងក្រោយផ្ទះហ្នឹងខាងក្រោយកន្លែងខ្ញុំនៅហ្នឹងខ្ញុំបានឃើញដូចជាហ្នឹងអូហើយខ្ញុំក៏បានដាក់ដីដើម្បីឆ្លងទៅខាងត្រើយមកជាងទៀតដើម្បីហៅកាប់ឈើព្រោះខាងនោះមានឈើអាលុំហើយយើងមានបំណងដើររកខែវផងតែដូចជាអត់ឃើញទេនៅម្ដងនេះអត់មានឃើញខែវទេហើយអេពីសូតនេះខ្ញុំអត់បានចូលខែវជីកអីទេគឺយើងបានតែកាប់ឈើហើយនឹងបាញ់សัตว์ស្លាប់រស់ស្បៀងរអីសិនហើយចាប់អេពីសូតក្រោយបានយើងធ្វើការចុះខែវដើម្បីរករ៉ែអូខេកាប់គឺថាបាក់អញញួរខ្ញុំបាត់ហើយឈើនេះច្រើនក៏សមដែរ
ខ្ញុំដើរមកអើតមើលនៅនឹងទីតែវាមានខែវអត់ហើយនៅមុខអាចនឹងមានអាកន្លែងក្នុងខ្ពស់នោះដោយសារតែខ្ញុំបែកញូបាត់ហើយចឹងខ្ញុំក៏បានក្រាស់ជាមួយនឹង casting table មួយដើម្បីធ្វើការក្រាស់ជាមួយនឹងញូដើម្បីកាប់ឈើទៅហើយដើម្បីខាតខ្ជិលដើរទៅវិញទៅមកអូខេហើយ casting table ក្រាស់ទុកចោលទៅវាមិនអស់ប្រហែលទេខ្ញុំធ្វើដបងមិនដែរទុកការពារខ្លួនលោសត្វវាខាំយើងចឹងយើងនៅចេះត្រូវចេះការពារបើអត់ការពារងាប់ហើយនៅតែឯងមកមានបានគេមកជួយហ្នឹងអូខេឥឡូវខ្ញុំធ្វើការកាប់ឈើសិនកាប់ឲ្យកាន់តែច្រើនទៅវាល្អយើងទុកធ្វើថតព្រោះយើងអត់ទាន់មានរ៉ែខ្ជុងទេអញ្ចឹងមានតែកាប់ឈើនឹងដើម្បីធ្វើជាខ្ជុងមានតែអញ្ចឹងអូខេឥឡូវខ្ញុំកាប់វាច្រើនគួរសមដែរហើយបន្ទាប់ពីខ្ញុំកាប់ឈើបានច្រើនគួរសមខ្ញុំក៏បានត្រឡប់មកកាន់ផ្ទះខ្ញុំវិញហើយខ្ញុំក៏បាននឹកឃើញចង់ក្រាស់ជាមួយនឹងលវងដើម្បីយកទៅដាក់នៅកន្លែងជំនួសលឹកឈើនៅមុខផ្ទះខ្ញុំដាក់កន្លែងខ្លោងទ្វារចូលចង់ដាក់ជាលវងវិញលោវាស្អាតចឹងណាអូខេឥឡូវក្រាស់ជាមួយលវងចំនួន4មកដើម្បីយកវាទៅដាក់នៅក្នុងនេះកាប់លឹកឈើចាញ់ហើយជំនួសដោយលវងមកវាទៅវាស្អាតជាងយើងប្រើលឹកឈើហើយចាំមើលអបសតក្រោយខ្ញុំមានកណិតចង់ធ្វើកន្លែងហ្នឹងតទៅលើវាបន្តិចធ្វើរបៀបដូចប៉មនេះអីយើងចំណាំថាកន្លែងផ្ទះយើងបាច់ធ្វើផ្ទះធំពេកក៏បានដែរនៅក្នុងព្រៃទាំងអត់ថាយើងនៅចេះតែអភិវឌ្ឍទៅមកគ្រាន់តែថាយើងនៅតែប៉ុណ្្នឹងក៏វាគួរសមដែរពួកយើងដេកតែឯណាតែគ្រាន់ថាយើងលេងឲ្យវាចេះវិវត្តទៅមុខចឹងនៅតែប៉ុណ្្នឹងពេកវាមិនសប្បាយអូខេឥឡូវគឺបានមន់សាច់មន់ចំនួន2ចឹងខ្ញុំធ្វើការដុតវាហើយយកវាបានទុកខ្លះដើម្បីយកខ្ជុំចេញពីក្នុងចក្រានហើយយើងដុតមន់អូខេហៅសាច់មន់ចុះអានេះវាសត្វស្លាប់មែនតែហៅសាច់មន់ទៅវារៀងដូចមន់ហើយអូខេហើយមេឃក៏យប់ដែរហើយខ្ញុំធ្វើការដេកសិនចាំព្រឹកឡើងចាំយើងបន្តការងារយើងទៀតអូខេឥឡូវគឺថាមេឃគឺបានភ្លឺហើយខ្ញុំបានបើកហឹបមកហើយយើងក្រាស់ជាមួយនឹងថតសិនក្រាស់ទុកគីឡូថ្ងៃហ្នឹងដើរទៅជួបខែវតែអត់មានកម្រងជីកទេចាំមើលយើងសំថតឲ្យបានច្រើនហើយយើងធ្វើការជីកថ្មមិនបាច់ជីកនៅពីក្រៅទៅក៏បានចាំដើររកខែវហើយចូលរកខែវចាំជីកក៏បានដែរយ៉ាឃ្លានហើយដាក់សាច់មួយសិនឲ្យវាបើអូខេហើយខ្ញុំដុតឈើបន្ថែមទៅដុត5ដុំទៅព្រោះខ្ជុំមួយដុំក្រាស់បានថតចំនួន2អញ្ចឹងចំណាយថាថត20អីចូលខែវបានគួរសមហើយដើម្បីដើររករ៉ាយហើយបន្ទាប់ពីនោះខ្ញុំបានចេញមកខាងក្រៅខ្ញុំឃើញដើមឈើពីនៅលើផ្ទះខ្ញុំអញ្ចឹងខ្ញុំចង់កាប់វាចេញហើយអាកន្លងពេលដែលកាប់ហ្នឹងគឺលឺសលេងខ្លានៅចិត្តផ្ទះទៀតចង់វារៀងស៊ីវចឹងខ្នងដែរចេះតែភ័យដែរខ្លាចមានសត្វនៅចិត្តហ្នឹងអញ្ចឹងណាខ្ញុំកាប់ដើមឈើសិនហើយយើងកុំអាគិតពីខ្លាចាំជួបចង់គិតព្រោះនៅក្នុងព្រៃវាតែងតែមានសត្វសាហាវកិច្ចបំផុតដែរបន្ទាប់ពីនោះខ្ញុំក៏បានចេញមកខាងក្រៅដើរជុំវិញផ្ទះហើយលឺសលេងខ្លានៅចិត្តហ្នឹងស្រាប់តែដើរទៅដល់នោះងាកទៅម៉ែខ្លាតវងខ្លារខិនណាអីចាអូយវាដេញខ្ញុំមកពីនេះតែខ្ញុំរត់ពេលហ្នឹងសៀវខ្នងមែនតើភ័យផងនេះខ្ញុំរត់មកដល់ផ្ទះចូលដល់ផ្ទះសងំខ្លាចខ្លាភ័យខ្ញុំដាក់កាមេរ៉ាស៊ូមមើលខ្លាណារត់ឃើញពេលហ្នឹងប្រហែលជាវាចេញពីផ្ទះខ្ញុំទៅហើយខ្ញុំសងំនៅក្នុងផ្ទះរៀងយូរគួរសមដែរហ្នឹងតែមកសម្រាប់ចិត្តតែចេញមកក្រៅតែចេញមកអត់ទាន់ហ៊ានចេញផុតទៀតខ្លាចខ្ញុំក៏បានចេញមកដើរទៅមុខផ្ទះព្រោះឃើញសត្វច្រើននៅមុខមើលពីថ្ងៃទៅឃើញខ្ញុំមកដើរកាប់ឈើផងព្រោះខ្លាដូចជាចេញពីផ្ទះខ្ញុំរៀងឆ្ងាយគួរសមហើយចឹងខ្ញុំមកកាប់ឈើហើយសិនចាំយើងដូចជាអត់ឃើញទេដើររកអត់ឃើញទេហើយចាំយើងទៅបាញ់សត្វបន្តយើងហៅសាច់បន្តទៀតហើយខ្ញុំមកពិនិត្យមើលថាវាឃើញអត់ឃើញទេគ្នាហើយបន្ទាប់ពីនោះខ្ញុំក៏បានដើរមកកន្លែងមាត់សមុទ្រនេះកន្លែងហ្នឹងគឺវាទៅរកសត្វខ្ញុំឃើញសត្វវិហារនៅហ្នឹងច្រើនកាលពីម្សិលមិញមកអត់ឃើញថ្ងៃហ្នឹងមកឃើញឃើញអញ្ចឹងខ្ញុំធ្វើការដើររកមើលសត្វដែលវានៅចិត្តទុកបាញ់ប្រមាញ់ហើយទឹកដៃបាញ់ព្រួយខ្ញុំគឺថានៅដដែលអ្នកដែលតាមដានខ្ញុំ channel ចាស់ស្គាល់ហើយអ្នកមកថ្មីកុំភ្លេចជួយចុច like និង subscribe ទៅ channel KGK Game Survive ផង
channel ចាស់ខ្ញុំគឺថាបាត់អីទាំងអស់គ្នាចឹងខ្ញុំមកបង្កើត channel ថ្មីចាប់ផ្ដើមសារជាថ្មីកុំភ្លេចគាំទ្រខ្ញុំវិញផងជួយ like subscribe ដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអូខេអរគុណច្រើនសម្រាប់ការតាមដានអូខេហើយខ្ញុំឃើញសត្វច្រើនមែនតើនេះខ្វាក៏បាញ់យកគឺថាបានសត្វច្រើនគួរសមដែរមានអាទុំមានអាហារអានេះបាក់ហាក៏បាញ់ហើយចាហើយក្របយើងច្រើនណាស់ទេចឹងមិនភ័យរឿងអស់ក្របទេខ្ញុំឲ្យតែបានបាញ់សត្វមួយគឺថានេះហើយអត់ភ័យរឿងក្របព្រួយទេឃើញទេប៉ាំងខ្ពកប៉ាំងធ្លាក់ហើយសត្វនេះយើងរកច្រើនពេកគោវាអត់កែដែរព្រោះសត្វចេះស្អុយទុកចោលច្រើនវាស្អុយចឹងយើងរបៀបយើងរកហើយយើងអត់មានទូទឹកកកខ្លះទេមនុស្សចាប់ស្អុយបើមានទូទឹកកកខ្លះទេវាអត់ស្អុយទេអូខេឥឡូវខ្ញុំដើរកម្លាំងកាប់ឈើកុំឲ្យបន្ថែមទៀតខ្ញុំត្រឡប់ទៅផ្ទះយើងវិញនៅត្រង់កន្លែងខ្ញុំឮសលេងកញ្ជ្រោងវាស្រែកខ្ញុំក៏គិតថាជាប់កញ្ជ្រោងច្រើនតែដើរមកមើលជាប់តែមួយចឹងយើងអត់ទាន់ធ្វើអីវាទេទុកវាចោលសិនខ្ញុំនេះមើលគីឡូខាងនេះមានជាប់តែទៅជាអត់ទេអាហ្នឹងដែលខ្ញុំជីកការពីអបសោតមុនខ្ញុំជីកយកអន្ទាក់ឥឡូវមេរៀងស្ទុំអីចឹងយើងត្រឡប់ទៅតែយើងវិញសិនអូខេហើយវីដេអូនៅអបសោតទី2របស់យើងគឺថាមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅអបសោតទី3ហើយអ្នកទាំងអស់គ្នាមកថ្មីកុំភ្លេចជួយ like និង subscribe channel KJK Survival មកផងដើម្បីបន្តជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូតទៀតអូខេបាយបាយជួបគ្នាវីដេអូក្រោយ